ខ្ញុំកណាសូមធ្វើការនមស្ការលោកម្ចាស់ក៏ព្រះអង្គខ្ញុំកណាពនាមផុនសុផុសជាប្រធានសមណនិស្សិតខ្មែរនៃប្រទេសសង្ហបុរីនៅក្នុងថ្ងៃនេះដែរខ្ញុំកណាមានដំណឹងប្រកេនចំពោះកណាគុណចាស់ក៏ព្រះអង្គដែលមានបំណងចង់និមន្តទៅសិក្សាផ្នែកពុទ្ធសាសនានៅឯប្រទេសសង្ហបុរីជាមួយនឹងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យដែលមានជំនាញផ្នែកបង្រៀនព្រមទាំងត្រូវបានទទួលស្គាល់នោះដើម្បីពង្រឹងសមត្ថភាពសមណនិស្សិតនៅក្នុងការប្រើប្រាស់ភាសាអង់គ្លេសសមត្ថភាពនៅក្នុងការផ្សព្វផ្សាយពុទ្ធសាសនាសមត្ថភាពនៅក្នុងការស្រាវជ្រាវឯកសារផ្សេងៗទាក់ទងផ្នែកពុទ្ធសាសនាសាលាពុទ្ធិកមហាវិទ្យាល័យនៃប្រទេសសង្ហបុរីបានបើកឱកាសដល់សមណនិស្សិតតាមបណ្ដាប្រទេសនានាដាក់ពាក្យប្រឡងអាហារូបករណ៍ 100% រយៈពេល6ឆ្នាំហើយរយៈពេលនៃការទទួលពាក្យនោះគឺចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី30ខែមេសាឆ្នាំ2026នៅក្នុងអំឡុងពេល6ឆ្នាំដែលលោកម្ចាស់ត្រូវសិក្សានោះគឺលោកម្ចាស់ត្រូវសិក្សារយៈពេល2ឆ្នាំសម្រាប់ថ្នាក់ភាសាអង់គ្លេសទូទៅនិង4ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រសម្រាប់អាហារូបករណ៍រយៈពេល6ឆ្នាំនោះសាលាមានផ្ដល់ជូនដូចជាការសិក្សារៀនសូត្ររយៈពេល6ឆ្នាំដោយអត់គិតថ្លៃមានការផ្ដល់ប្រកេននៅចង្ហាន់កន្លែងស្នាក់នៅសម្ភារៈប្រើប្រាស់មួយចំនួនសៀវភៅសិក្សារៀនសូត្រព្រមទាំងផ្ដល់នៅប្រាក់ឧបត្ថម្ភប្រចាំខែជារៀងរាល់ខែអំឡុងពេលសិក្សានៅទីនោះផងដែរដើម្បីទទួលបាននៅអាហារូបករណ៍នេះបេក្ខសមណៈត្រូវមានចំណុចដូចខាងក្រោមទី1បេក្ខសមណៈត្រូវមានបច្ចុប្បន្នចាប់ពី18ព្រះវស្សាឡើងទៅរហូតដល់38ព្រះវស្សាទី2បេក្ខសមណៈត្រូវបួសយ៉ាងតិចបាន1ព្រះវស្សាទី3បេក្ខសមណៈត្រូវមានសញ្ញាបត្របាក់ឌុបឬសញ្ញាបត្រដែលមានតម្លៃស្មើទី4បេក្ខសមណៈត្រូវមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្តទី5បេក្ខសមណៈមិនត្រូវមានការពាក់ព័ន្ធទៅលើបទឧក្រិដ្ឋណាមួយឡើយដូច្នេះបើសិនជាលោកម្ចាស់មានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យលោកម្ចាស់អាចដាក់ពាក្យទៅតាមគេហទំព័ររបស់សាលាផ្ទាល់បានដែលមានឈ្មោះថា Buddhist College of Singapore ឬក៏លោកម្ចាស់អាចដាក់ពាក្យតាម page របស់សមណនិស្សិតខ្មែរយើងនៅទីនោះដែលមានឈ្មោះថាខ្មែរសង្ឃៈ Student ឬក៏ក្រុម Telegram ដែលខ្ញុំកណានឹងដាក់នៅខាងក្រោមវីដេអូនេះណាសូមអរគុណ